Okay, let's go. សួស្តីនិងស្វាគមន៍មកកាន់ page សិក្សា Tech Academic ថ្ងៃនេះដែរសាលាសិក្សា Tech Academic យើងសូមណែនាំនៅកម្មវិធីសិក្សាថ្មីសម្រាប់សិស្សសានុសិស្សដែលកំពុងតែរៀននៅក្នុងថ្នាក់វិទ្យាល័យចាប់ពីថ្នាក់ទី10ទី11និងទី12នៅកម្មវិធីសិក្សាថ្មីមួយឈ្មោះថា Full Stack Web Development វគ្គសិក្សាថ្មីនេះយើង design ជាពិសេសសម្រាប់បងប្អូនដែលមានបំណងចង់ក្លាយទៅជា software developer វគ្គសិក្សាមានរយៈពេល2ឆ្នាំក្រោយបញ្ចប់វគ្គសិក្សាបងប្អូនអាចចាប់យកឱកាសក្លាយទៅជា software developer ស្របពេលនឹងការបញ្ចប់ថ្នាក់វិទ្យាល័យការសិក្សាចាប់ផ្ដើមជាមួយនឹង Web Foundation រួមមាន Content ជាមួយនឹង HTML Style Decoration ជាមួយនឹង CSS និងសកម្មភាព Action ផ្សេងៗជាមួយនឹង JavaScript នៅក្នុងវគ្គសិក្សានេះសិស្សានុសិស្សនឹងតម្រូវឲ្យបង្កើតជាក្រុមការងារបង្កើត App ដែលអាចដោះស្រាយបញ្ហាជាក់ស្ដែងនៅក្នុងសង្គមដោយប្រើ Customer Centric Design Thinking ជាមួយគ្នានោះដែរសិស្សានុសិស្សនឹងបានរៀនស្វែងយល់និងចងក្រងនៅសសរស្តម្ភទាំង9នៅក្នុង Business Model Canvas ដើម្បីរៀបចំគណិតអាជីវកម្មរបស់ពួកគេថ្នាក់បន្ទាប់នឹងចាប់ផ្ដើមជាមួយនឹង UX UI Design ដើម្បីធ្វើ Prototype Product មុននឹងចាប់ផ្ដើម App ឬក៏ Web Development វគ្គបន្ទាប់ចាប់ផ្ដើមដោយការ Design Landing Page និងការបង្កើត Component នៅលើ React.js ដោយប្រើប្រាស់ជាមួយនឹង Atomic Design និង Storybook ដើម្បីធ្វើ Playground សម្រាប់ Component Testing អាចារ្យនិង Scrum Methodology ក៏ត្រូវបានរួមបញ្ចូលនៅក្នុងការសិក្សានៅក្នុងវគ្គ Full Stack Development នេះដែរដែលជាស្តង់ដារសម្រាប់អ្នកអភិវឌ្ឍកម្មវិធីជាពិសេសក្រុមហ៊ុនធំៗនៅលើពិភពលោកដែលគេប្រើការបង្កើត REST API និងការធ្វើ Integration Testing Unit Testing ជាមួយនឹង React.js រួចដាក់ deploy ទៅលើ AWS Web Service ដំណាក់កាលចុងក្រោយនិងសំខាន់បំផុតក្នុងការអភិវឌ្ឍ application គឺការធ្វើ end-to-end testing ដែលសិស្សសានុសិស្សនឹងបានធ្វើការអនុវត្ត automation testing ជាមួយនឹងកម្មវិធីដូចជា Playwright និង Appian ដើម្បីធ្វើការ test ទៅលើ application របស់ពួកគេមុននឹងដាក់ទៅលើ Play Store, App Store ឬក៏ដាក់នៅលើ website